ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាបងអូនថ្លៃខ្ញុំគាត់ថាចេះខ្ញុំនឹងតែងជ្រក់ទឹកសក់គេញ៉ាំរហូតអញ្ចឹងថ្ងៃនេះគាត់មកធ្វើជ្រក់ទឹកសក់ឲ្យញ៉ាំណាមួយវាធូរថ្លៃហើយទី2វាអនាម័យខ្ពស់ជាងចាមិនមែនថាអ្នកលក់នោះអត់មានអនាម័យទេប៉ុន្តែគាត់ថាការវិចខ្ចប់អីអញ្ចឹងទៅវាទុកយូរទៅអាចឆ្លងរោគអីអញ្ចឹងណាអញ្ចឹងថ្ងៃនេះសម្រាប់ចិត្តថាមកធ្វើជ្រក់ទឹកសក់ទុកញ៉ាំខ្លួនឯងបងប្អូនចាអញ្ចឹងជ្រក់ទឹកសក់ដែលធ្វើនេះគឺធ្វើពីជ្រក់ទឹកសក់ស្រូវចាទឹកសក់ស្រូវហ្នឹងគឺធ្វើទៅវាស្រួយល្អឆ្ងាញ់ជាងទឹកសក់ផ្អកចាអញ្ចឹងធ្វើជ្រក់ទឹកសក់ស្រូវហើយចាអញ្ចឹងឥឡូវគាត់រៀបចំបកាត់ខ្ជូងបកាត់អីឲ្យហើយដើម្បីឲ្យកាត់ល្អហើយពេលដែលគាត់លាងទឹកសក់ចិត្តទឹកសក់ហាលអីហើយមកធ្វើទៅវាស្រួលតែម្ដងណាចាអញ្ចឹងអានេះជាការរៀបចំក្នុងការធ្វើជ្រក់សក់របស់គាត់ចាមើលទៅតំណងណាបងអូនថ្លៃខ្ញុំចាគឺគាត់ត្រូវលាងសម្អាតនិយាយទៅក្នុងការធ្វើម្ហូបរៀបចំម្ហូបទី1គឺគិតលើអនាម័យហើយអញ្ចឹងកាលណាយើងអត់សូវមានអនាម័យទេគឺការធ្វើម្ហូបរបស់យើងនឹងមានការឆ្លងរោគហើយមានមេរោគចូលអញ្ចឹងពេលដែលយើងញ៉ាំទៅគឺហានិភ័យចំពោះសុខភាពដូចជាអាចធ្វើឲ្យយើងរាកយើងឈឺពោះអីអញ្ចឹងទៅណាបងប្អូនចាអញ្ចឹងយើងត្រូវលាងសម្អាតឲ្យបានស្អាតចាហើយឥឡូវនេះគាត់កំពុងតែរៀបចំចិត្តទឹកសក់ហើយចាទឹកសក់ហ្នឹងបងប្អូនចង់ចិត្តអាម៉េចក៏បានដែរតែខ្ញុំចូលចិត្តជាគេហៅថាច្វាមូលណាចាច្វាមូលទៅពេលយើងញ៉ាំខាំញ៉ាំទៅវាស្រួយល្អអញ្ចឹងបងប្អូនចង់ចិត្តជាកង់អីក៏បានដែរស៊ីសងលើសិល្បៈនៃការតុបតែងរបស់បងប្អូនទេចាមិនបាច់ធ្វើតាមខ្ញុំទាំងអស់ទេចាអញ្ចឹងនេះជាវិធីដែលគាត់ចិត្តសក់ដើម្បីត្រាំចាហើយអ្នកខ្លះទៀតបងប្អូនខ្ញុំឃើញគាត់ត្រាំទាំងមូលដែរបើសិនជាតសក់តូចអីអញ្ចឹងណាចាអ្នកខ្លះក៏ពុះជ្រុងទៅអ្នកខ្លះក៏ចិត្តដូចខ្ញុំអញ្ចឹងទៅចាចឹងចាត់មិនក៏បានដែរសំខាន់ឲ្យតែជ្រក់ទៅញ៉ាំកើតទៅបានហើយណាបងប្អូនទាំងអស់គ្នាចាចឹងការរៀបរាប់របស់គាត់ហ្នឹងគឺចិត្តនឹងរួចហើយចាអញ្ចឹងខ្ញុំអត់មានអីជួយគាត់ទេគឺគ្រាន់តែបាននៅឈរចិត្តគាត់និយាយលេងអីជាមួយគាត់តែប៉ុណ្្នឹងទេហើយព្រឹកនេះគាត់ទៅផ្សារទៅអីទៅទិញជ្រក់ទឹកសក់រៀបចំអីគឺគាត់ទាំងអស់នឹងតែម្ដងចាពួកខ្ញុំអីអត់សូវខ្វល់នឹងរឿងធ្វើម្ហូបនឹងម៉ាទេតែមានគាត់នៅផ្ទះហើយពួកខ្ញុំអែបគៀនអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាមិនមែនខ្ជិលទេប៉ុន្តែគ្រាន់ថាស្នាដៃគេវាឆ្ងាញ់អញ្ចឹងទៅយើងចង់ហូបស្នាដៃរបស់គេអញ្ចឹងទៅចាអញ្ចឹងបន្ទាប់ពីរៀបទឹកសក់រៀបអីចិត្តអីដាក់ហាលអីមកសបកមកអញ្ចឹងគាត់ចាប់ផ្ដើមដាក់ឆ្នាំងរំងាស់ស្ករត្នោតចាស្ករត្នោតនេះគឺស្ករថ្មីបងប្អូនអើយខ្ញុំណាគ្រាន់តែបើកក្របស្ករឲ្យគេសោះលិតមកច្បាប់បាត់ចាពីព្រោះអីវាឈ្ងុយពេកដឹងដែរថាញ៉ាំផ្អែមវាទឹកនោមផ្អែមតែយើងញ៉ាំបន្តិចវាមិនអីមែនទេទុកយើងចាំថ្ងៃក្រោយយើងកុំញ៉ាំវាទៅវាដែរកើតទេមែនអត់ចាខ្ញុំនិយាយលេងណាបងប្អូនតាអញ្ចឹងក្នុងការកូរស្ករនេះគឺបានស្ករត្នោតថ្មីកាន់តែល្អពីព្រោះកូរទៅវាកាន់តែឈ្ងុយបងប្អូនក្លិនឈ្ងុយហ្នឹងគឺតាក់ទាញសម្បើមណាចាក្រោយពីកូរឡើងជើងក្រងមកគាត់ចាក់ទឹកហើយដាក់អំបិលបន្តិចទៅចាហើយយើងចាក់ភ្លាមតែម្ដងណាបងប្អូនទឹកហ្នឹងពុះភ្លាមចាក់ភ្លាមគឺធ្វើបែបហ្នឹងគាត់ប្រាប់ថាធ្វើអញ្ចឹងស្រួយល្អប៉ុន្តែចាក់ឲ្យអត់ក្របទេចាក់ឲ្យទុកវាឲ្យបាត់ហុយផ្សែងប្រហែលជាម្ដុំ20ទៅ25នាទីចាចឹងទុកឲ្យវាបាត់ហុយផ្សែងឲ្យវានៅក្តៅអ៊ុនត្រឹមកម្ដៅ30ទៅ40អង្សាអីចាប់ផ្ដើមដួសដាក់ក្លឬក៏ប្រអប់ណាដែលបងប្អូនចង់រក្សាទុកជ្រក់ហ្នឹងណាចាដួសដាក់វាទៅកុំឲ្យយើងចាក់ចូលក្លឬក៏កៅភ្លាមហើយបិទក្របភ្លាមអានឹងនឹងលលួយអស់ហើយណាបងប្អូនឃើញខ្ញុំចាក់អញ្ចេះមិនមែនបិទភ្លាមទេណាទុកវាឲ្យរៀងនៅអ៊ុនហើយបានចាក់និយាយទៅឲ្យបាត់ហុយផ្សែងហើយបានបិទក្របទុកអញ្ចឹងណាបងប្អូនអញ្ចឹងជ្រក់នេះទុក2-3ថ្ងៃចាបើក្តៅទុកតែ2ថ្ងៃបានញ៉ាំហើយតែបើត្រជាក់ប្រហែលជា3ថ្ងៃអីអញ្ចឹងចាអញ្ចឹងនេះឥឡូវនេះខ្ញុំញ៉ាំបាយថ្ងៃត្រង់ក៏ដួសជ្រោះទឹកសក់នឹងមក
mà tràn nhé mà côn tràn mà đua tràn pe ấy khai xó là nhằm sọc chật nhằm từ gió tiền tại có đòi đua xó lên khai cháu tới vì đai bị hủ ấy là bỏ nâng dương thơ khuôn anh nghĩ ban thơ na yu ban thơ mà đong chả trong đai dần xòm chay tụ bày thả chui chật nhằm mấy con ơi không lẽ cái nạn xòm chay đai ở chẹt chia bong ổn là mối tiết riêng xòm lôi phong nó cả này dân chẹt chia pe ở hai lôi ở con tràn bong ổn đừng ác kia